មានដើមទុនអីដូចឆ្នៃហើយទៅបានជាយើងផ្ដល់ប្រាក់ឲ្យទៅគេប៉ុន្តែដីនេះពងមិនមានតម្លៃផងនឹងពុកដូចជាលំអៀងដល់ហើយបងស្រីមានបរិសុទ្ធចំណាំម្នាក់ក៏មានកូនប្រុសស្រីចំនួន2នាក់ដែលពួកគេមានគ្រួសាររួចអស់ទៅហើយបុរសចំណាំម្នាក់នេះក៏មានឈ្មោះថាសុវណ្ណលោកអ៊ំសុវណ្ណក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់រៀបនឹងផុតដង្ហើមទៅហើយក៏បានហៅកូនប្រុសស្រីមកផ្ដែផ្ដាំជាលោកចុងក្រោយថានេះពួកឯងមកជុំគ្នាហើយមានទេបាទពងកូនមកជុំគ្នាអស់ហើយពុកកំប្រឹងនិយាយពេកអីពុកគួរតែសម្រាកទៅអាប្អូនបើពុកចង់និយាយហើយឯងហាមគាត់ធ្វើអីឲ្យគាត់និយាយទៅបាទបងខ្ញុំដឹងថាពុកចង់និយាយប៉ុន្តែគាត់ឈឺធ្ងន់ណាស់ខ្ញុំចង់ឲ្យគាត់សម្រាកមានកម្លាំងណាបងបានហើយពួកឯងកុំប្រកែកគ្នាអីពុកចង់និយាយថ្ងៃនេះឲ្យហើយបើពុកមិនបាននិយាយទេពុកស្លាប់បិទភ្នែកមិនចិត្តឡើយបានអញ្ចឹងពុកឆាប់និយាយមកពុកចង់ពិសាអ្វីពុកប្រាប់ខ្ញុំមកចាំខ្ញុំទៅរកឲ្យណាពុកមិនបាច់ទេកូនកុំធ្វើនាំតែខាត់ប្រាក់អីពុកហូបមិនចូលនោះទេថ្ងៃនេះពុកហៅពួកឯងមកជុំគ្នាពុកចង់និយាយរឿងចែកទ្រព្យសម្បត្តិថាម៉េចពុកចែកទ្រព្យសម្បត្តិមែនទេបើអញ្ចឹងពុកឆាប់និយាយមកពុកត្រូវតែចែកឲ្យខ្ញុំមួយច្រើនមកណាព្រោះខ្ញុំគឺជាកូនបងណាពុកបងស្រីមិនក៏បងនិយាយអញ្ចឹងពុកយើងក៏មិនតន់ស្លាប់ឯណាបងឯងក៏មកចេះរឿងចែកទ្រព្យសម្បត្តិនេះណាយើងត្រូវតែនិយាយឲ្យច្បាស់ពុកឆាប់និយាយឲ្យលឿនមកណាពួកឯងស្ងាត់មាត់សិនទៅស្ដាប់យើងនិយាយយើងមានទ្រព្យសម្បត្តិបន្តិចបន្តួចតែយើងចែកឲ្យពួកឯងស្មើគ្នាម្នាក់បានប្រាក់ឲ្យចំណែកម្នាក់ទៀតបានដីអូនសម្លាញ់បងកូនគាត់ចែកប្រាក់ឲ្យនឹងដីបងយល់ថាអូនឯងយកប្រាក់មកកុំយកដីអីព្រោះដីនេះមើលទៅដូចជាគ្មានតម្លៃសោះតែបើអូនយកប្រាក់វិញពួកយើងនៅមានប្រាក់ចាយចាបងរឿងនេះបងមិនបាច់បារម្ភទេខ្ញុំប្រកាសជាបានប្រាក់ខ្ញុំមិនយកដីនេះនាំតែខាត់ប្រយោជន៍ទេណាបងតើអ្នកទាំងពីរកំពុងតែនិយាយអ្វីនឹងពេលនេះពុកឈឺធ្ងន់មិនគិតទេគិតតែរឿងទ្រព្យសម្បត្តិនឹងហើយអាប្អូនមិនឯងចេះតែតមិត្តជាមួយយើងរហូតអញ្ចឹងឬមួយក៏ឯងចំណាននឹងយើងហាយ៉ាងម៉េចខ្ញុំនិយាយខៅមែនទេទាំងប្តីនិងប្រពន្ធចង់បានតែទ្រព្យសម្បត្តិពុកពេលដែលពុកឈឺមិនគិតមកមើលសោះពួកឯងស្ងាត់មកទៅហើយចាំយើងនិយាយប្រាប់យើងជាមនុស្សចាស់គ្មានប្រាក់ច្រើនទេមានតែបន្តិចបន្តួចប៉ុន្តែសម្រាប់ពួកឯងជាកូនវិញយើងមិនឲ្យខ្វះឡើយការច្រាប់ឯងគឺជាបងស្រីគេឯងទទួលបានដីនឹងផ្ទះនេះចំណែកពិសិដ្ឋដែលជាប្អូនឯងទទួលបានប្រាក់ពុកហេតុអ្វីបានជាពុកឲ្យប្រាក់ទៅអាប្អូនអញ្ចឹងហើយពុកឲ្យដីនេះមកខ្ញុំមិនត្រូវការដីទេពុកខ្ញុំចង់បានប្រាក់ស្ដាប់យើងនិយាយសិនការច្រាប់ឯងទាំងពីរអ្នកប្តីប្រពន្ធនេះគ្មានគំនិតរកស៊ីអ្វីទេមួយថ្ងៃចាយតែប្រាក់ប៉ុន្តែពិសិដ្ឋប្អូនប្រុសរបស់ឯងវិញគេមានគំនិតរកស៊ីហើយគំនិតធំទូលាយប៉ុន្តែគេគ្មានដើមទុនអីដូចឆ្នៃហើយទៅបានជាយើងផ្ដល់ប្រាក់ឲ្យទៅគេប៉ុន្តែដីនេះពងមិនមានតម្លៃផងនឹងពុកដូចជាលំអៀងដល់ហើយបងស្រីតាំងពីតូចដល់ធំបងដូចជាមិនបានជួយអ្វីដល់ពុកឡើយនេះពុកចែកឲ្យប៉ុណ្ណឹងឲ្យបងចេះទៅយកទៅប្រសើរជាងអត់ណាបងណែពិសិដ្ឋបើអញ្ចឹងឯងយកដីនេះទៅហើយឲ្យប្រាក់មកយើងវិញឈប់សិនពួកឯងនេះប្រកែកគ្នារហូតដីនេះឯងគិតថាគ្មានប្រយោជន៍អីសោះព្រោះវាគឺជាដីមាសដីប្រាក់បើសិនជាឯងប្រើវាក្នុងផ្លូវត្រូវវានៅបង្កាត់មាសបង្កាត់ប្រាក់ឲ្យឯងជារៀងរាល់ថ្ងៃថាមិនពុកវាពិសេសដល់ថ្នាក់នឹងផងមែនទេត្រូវហើយឯងគិតថាយើងកុហកឯងមែនទេដីនឹងប្រាក់នេះវាមានតម្លៃស្មើគ្នាអូណាពុកអូនគាត់និយាយថាដីនេះគឺជាដីមាសដីប្រាក់បងគិតថាគាត់ប្រហែលជាលាក់កំណប់មាសនៅក្នុងដីនេះជាមិនខានអូនគួរតែទទួលយកដីនេះទៅថាម៉េចជាដីលាក់កំណប់មាសមែនទេបងមែនហើយបងគិតថាអញ្ចឹងមិនយូរប៉ុន្មានលោកអ៊ំសវណ្ណគាត់ក៏បានចែកឋានទៅពិសិដ្ឋទទួលបានប្រាក់គេមានគំនិតរកស៊ីចំណែកឯច្រាប់ជាបងស្រីវិញគេទទួលបានដីនឹងផ្ទះ3ឆ្នាំក្រោយមកណែយាយដើម
ថ្ងៃនេះលក់ដាច់ច្រើនទេនឹងអើដោយតែរាល់ដងនឹងលក់មិនសូវដាច់ទេហើយឯងត្រូវការអ្វីដែរខ្ញុំត្រូវការសាច់យាយជួយដាក់សាច់ឲ្យខ្ញុំ1គីឡូមកណាអើបានចាំយើងដាក់ឲ្យណែយាយចម្លែកដូចជាខ្ញុំដែរទេអើហើយចម្លែករឿងអីទៅគឺកូនប្រុសស្រីរបស់លោកអ៊ំសវណ្ណនឹងណាពិសិដ្ឋដែលជាប្អូនគេមានកំណត់រកស៊ីសម្បើមណាស់ប៉ុន្តែបងស្រីរបស់គេវិញទាំងប្តីនិងប្រពន្ធមួយថ្ងៃកាយដីឥតឈប់មិនគិតអុកប្រាក់ចំណូលអ្វីសោះអើរឿងនេះយើងចម្លែកដែរនឹងព្រោះថារយៈពេល3ឆ្នាំមកហើយដែលលបងសវណ្ណស្លាប់ឬមួយក៏ពិសិដ្ឋគេទទួលបានទ្រព្យសម្បត្តិច្រើនទីដឹងរឿងនេះខ្ញុំក៏មិនដឹងដែរអ៊ំក្រឡេកមកមើលកូនស្រីច្បងរបស់លោកអ៊ំសវណ្ណវិញយ៉ាងម៉េចហើយបងតើមានឃើញកំណប់ខ្លះទេនឹងកំណប់បងចាំមើលកំណប់នេះ3ឆ្នាំមកហើយបងជីករាល់ថ្ងៃតែបងគិតថាពុកអូនក៏ហៅអូនហើយទីដឹងគាត់បែរជាឲ្យដីនេះមកយើងហើយឲ្យប្រាក់ទៅអាប្អូនរបស់អូនដីនេះគឺគ្មានប្រយោជន៍ទេពុកអូនក៏ហៅយើងហើយមែនហើយបងខ្ញុំរងចាំមើលកំណប់រាល់ថ្ងៃតែមិនឃើញសោះពុកដូចជាលំអៀងកូនពេកហើយគាត់ឲ្យប្រាក់ទៅអាប្អូនចំណែកខ្ញុំជាបងស្រីនេះមិនទទួលបានអ្វីសោះក្រៅពីដីមួយដុំនេះនៅផ្ទះរបស់ពិសិដ្ឋ3ឆ្នាំមកនេះយើងរកស៊ីកាក់កប់សម្បំណាស់ពុកពិតជាយល់ចិត្តកូនមែនពុកបានឲ្យប្រាក់មកបងហើយឲ្យដីទៅបងស្រីបងដឹងទេបងស្រីរបស់បងណាមួយថ្ងៃគាត់គិតតែពីកាយដីរកកំណំខ្ញុំគិតថាមិនយូរទេគាត់នឹងលក់ដីនោះព្រោះគាត់ចង់បានប្រាក់ដើម្បីចាយមានហើយអូនបងពិតជាមិនយល់ពីគាត់សោះឬគាត់គិតថាដីនោះពិតជាមានកំណត់ពិតមែនតាមពិតគំនិតរបស់ពងគឺចង់ឲ្យគាត់ដាំដំណាំនៅលើដីឬសោះហេតុអ្វីបានជាគាត់មិនយល់សោះអញ្ចឹង3ឆ្នាំមកហើយណាបងគាត់ធ្វើបែបនេះរហូតបើសិនជាមានកំណត់មែននោះច្បាស់ជាគាត់រកឃើញជាមិនខានបើអញ្ចឹងអូនគិតយ៉ាងម៉េចទៅនេះគឺជាដីគេឪពុករបស់បងខ្ញុំគិតថាគាត់នឹងលក់ដីនោះព្រោះគាត់ទាំងពីរគ្មានចំណូលចូលទេហើយបើបងមិនប្រញាប់ទិញដីនោះដីគេឪពុករបស់បងនឹងបាត់បង់ជាមិនខានពិតមែនហើយអូនដូច្នេះយើងគួរតែទិញយកដីនោះមិនអាចឲ្យពួកគេបំផ្លាញដីនោះបានឡើយគិតឲ្យពិសិដ្ឋដែលជាប្អូនក៏បានទិញយកដីនោះក្នុងតម្លៃថ្លៃបងស្រីតើបងព្រមលក់ដីនេះឲ្យខ្ញុំដែរឬទេថាម៉េចឯងចង់បានដីនេះមែនទេវាគឺជាដីកំណប់ណាវើយយើងមិនលក់នោះទេដីមានកំណប់មែនទេតើ3ឆ្នាំមកនេះបងមានឃើញកំណប់ណាខ្លះហើយបើបងព្រមលក់ដីនេះឲ្យមកខ្ញុំព្រមទិញក្នុងតម្លៃ40លានណាបងថាម៉េច40លានមែនទេព្រះអើយចំនួននេះគឺវាច្រើនខ្លាំងណាស់អាប្អូនមិនឯងនិយាយអញ្ចឹងឯងគិតថាយើងចង់បានប្រាក់40លានឯងណាស់មែនទេអាបងស្រីបងសាក់គិតមើលទៅចំនួននេះគឺវាច្រើនណាស់បើបងលក់ឲ្យអ្នកផ្សេងក៏មិនបានប៉ុណ្ណឹងដែរប្អូននិយាយត្រូវ40លានគឺច្រើនណាស់ណាមួយយើងជីករកកំណប់3ឆ្នាំមកហើយនៅមិនតាន់ជួបទៀតបងកាយដីកាប់ដើមឈើជីកទាំងឬទៀតក៏មិនឃើញកំណប់ដែរនេះគឺជាការល្អហើយណាអូនពិតមែនហើយបងខ្ញុំក៏យល់អញ្ចឹងដែរអញ្ចឹងយើងលក់ដីនេះឲ្យតាវីហើយណាអាប្អូនយើងសុកចិត្តលក់ដីនេះឲ្យឯងចោះព្រោះយើងក៏ត្រូវការប្រាក់មួយចំនួនធ្វើជាដើមទុនរកស៊ីដែរវើយក្រោយពីទទួលបានប្រាក់40លានហើយនៅពេលយប់ឡើងប្តីរបស់ចៅច្រឹមគាត់ស្រាប់តែមានគំនិតមួយប្រាក់40លានគឺច្រើនណាស់ខ្ញុំមិននៅទីនេះទៀតទេពេលនេះខ្ញុំទៅស្រុកកំណើតខ្ញុំវិញហើយអាប់អូនអើយជួយផងជួយបងបងស្រីតើបងកើតអ្វីនឹងគឺអាប្តីកពុលល្បីរបស់បងវាបានលួចប្រាក់បងអស់ទៅហើយ40លានណាអាប្អូនដែលយើងបានលក់ដីនេះឲ្យទៅឯងពេលនេះវាលួចរត់ចេញពីផ្ទះមកទៅហើយថាម៉េចលួចប្រាក់អស់ទៅហើយត្រូវហើយអាប្អូនពេលនេះបងគ្មានសល់អ្វីទៀតទេបងស្រីសូមបងកុំបារម្ភអីខ្ញុំនឹងប្រើរាជការតាមចាប់គេមកដាក់ទោសឲ្យបានពេលនេះបងសម្រាប់នៅផ្ទះខ្ញុំសិនចុះចាំមើលណាពេលដែលយើងចាប់ឯងបានយើងនឹងមិនឲ្យឯងរួចខ្លួននោះទេអាប្តីហេងស៊យអាចង្រៃយោបងស្រីពេលនេះបងកុំបារម្ភអីខ្ញុំនឹងជួយបងណាមិនយូរប៉ុន្មានពិសិដ្ឋក៏បានប្តឹងរាជការហើយតាមចាប់ប្តីរបស់ជាច្រឹបបានសម្រេចនឹងដាក់ទោសជាប់ពន្ធនាគារជាច្រើនឆ្នាំផងដែរ
ចាប់តាំងពីថ្ងៃនោះមកចៅជ្រូកក៏បានរស់នៅជាមួយនឹងប្អូនប្រុសរបស់គាត់យ៉ាងសុខសាន្តតរៀងទៅ